បើសិនជាអ្នកទាំងអស់គ្នាធ្វើដំណើរមកដល់កន្លែងដ៏ស្រស់ស្អាតមួយហើយចង់ថតវីដេអូ content ប៉ុន្តែអត់ដឹងថាគួរថតអីខ្លះទេដើម្បីកាត់ទៅចេញជាវីដេអូដ៏គួរឲ្យចង់មើលមួយបាននេះគឺជា5ចំណុចដែលអ្នកទាំងអស់គ្នាគួរតែថត The truth is, you must keep going. I repeat, keep going. Why? Because you deserve to see what happens when all your hard work pays off. Keep going because you're stronger than you think. Keep going because each step forward brings you one step closer to your goals. Keep going because the best is yet to come. The rewards will be there for you. Keep going. ទី1ការថតហុកគឺជាផ្នែកដែលយើងបើកក្បាលវីដេអូមុនដំបូងគេបំផុតប៉ុន្តែអ្នកទាំងអស់គ្នាមិនត្រូវថតហុកហ្នឹងមុនដំបូងគេនោះទេបើសិនជាយើងអត់ដឹងថាវីដេអូយើងនឹងថតពីអីហើយយើងមកដំណើរកម្សាន្តឬក៏មកកន្លែងដែលស្រស់ស្អាតហ្នឹងណាមានរឿងអីកើតឡើងខ្លះវីដេអូនេះខ្ញុំនឹងបង្រៀនភាសាចិនអ្នកគ្នាចំនួន20ពាក្យតើបងអាចខ្លាចជាមិត្តភក្តិខ្ញុំបានឬអត់ Can you be my friend ជាក់ស្ដែងហ្មងអ្នកទាំងអស់គ្នាខ្ញុំមកចិននេះថ្ងៃនេះគឺថ្ងៃទី4ហើយបាទខ្ញុំចាប់ដើមថតហុកដោយសារតែខ្ញុំទុកឲ្យដំណើរមួយហ្នឹងគឺវាជួបជាមួយរឿងអីខ្លះហើយខ្ញុំអង្គុយរត់នឹកបដាថាតើក្នុងវីដេអូហ្នឹងខ្ញុំប្រហែលជាចង់បញ្ចូលចំណុចណាខ្លះចាំយើងមកថតហុកតាមក្រោយវាអត់ហួសពេលទេកន្លែងនេះខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាស្ទើរតែគ្រប់ content creator ហ្មងនៅពេលដែលមកថតបែបកន្លែងដែលយើងអត់មានផែនការទុកមុនអញ្ចឹងគឺអត់ដឹងថាគំនិតវីដេអូរបស់ខ្លួនហ្នឹងនឹងនិយាយពីអីឲ្យប្រកបនៅឡើយទេអញ្ចឹងហើយថតតាមដំណើរសិនទៅពេលដែលយើងឃើញមានចំណុចអីគួរឲ្យចាប់អារម្មណ៍យើងយកអាហ្នឹងមកធ្វើជាប្រធានបទវីដេអូហើយបើកក្បាលមួយវាហ្មងចំណុចបន្ទាប់គឺការផ្លាស់ប្ដូរទីតាំងកន្លែងនេះយើងអាចថតជាលក្ខណៈដូចពេលដែលយើងដើរឬក៏ជិះឡានផ្លាស់ប្ដូរពីមួយកន្លែងទៅមួយកន្លែងពេលខ្លះយើងអត់ដឹងថាតើត្រូវប្រើវានៅពេលណាឬក៏ចាំបាច់ឬក៏អត់ទេប៉ុន្តែខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាថតទៅនៅពេលដែលយើងជិះឡានពីមួយកន្លែងទៅមួយកន្លែងហ្នឹងពេលខ្លះអា footage តាមផ្លូវហ្នឹងយើងអាចយកទៅជួសឬក៏អាចយកទៅបន្ថែមនៅពេលដែលយើងចង់ប្រាប់គេថាអូខេឥឡូវខ្ញុំធ្វើដំណើរទៅកន្លែងនេះកន្លែងនោះអីយើងអត់បាននិយាយយើងអាចយកអានឹងមកដាក់ហើយយើង voice over បានជាក់ស្ដែងនៅក្នុងដំណើរមកកាន់ប្រទេសចិនជាមួយក្រុមហ៊ុន Oppo របស់ខ្ញុំនេះគឺខ្ញុំបានទៅទស្សនកិច្ចដល់កន្លែងស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាក៏ដូចជាមន្ទីរពិសោធន៍ទាំងផ្នែក hardware និង software តែម្ដងហើយខ្ញុំបានឃើញតាំងពីបច្ចេកវិទ្យាថ្ម silicon carbon ជំនាន់ថ្មីការផលិតកញ្ចក់អេក្រង់ខ្នងទូរស័ព្ទការធ្វើតេស្តទៅលើកម្រិតស៊ីថាមពលថ្មការធ្វើតេស្តទៅលើភាពរលូននៃការប្រើប្រាស់ third party app នៅលើទូរស័ព្ទ Oppo ជាដើមហើយអ្វីដែលខ្ញុំឃើញគេផ្ដោតខ្លាំងនោះគឺភាពធន់អាយុកាលនៃការប្រើប្រាស់បានយូរនិងភាពរលូននៃការប្រើប្រាស់ទូរស័ព្ទ Oppo ជារួមតែម្ដងទាំងនៅលើ model ធម្មតានិងនៅលើ model flagship អ្នកនរគ្នានៅពេលដែលខ្ញុំទៅដល់រោងចក្ររបស់ Oppo ហ្មងណាចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេហើយខ្ញុំពិតជាស្ដាយដែរដែលអ្នកទាំងអស់គ្នាអត់បានឃើញផ្ទាល់ភ្នែកដូចខ្ញុំហើយខ្ញុំក៏អត់បានថតឲ្យអ្នកទាំងអស់គ្នាមើលដែរដោយសារតែគេអត់ឲ្យថតកន្លែងហ្នឹងគឺកន្លែងធ្វើតេស្តភាពធន់របស់ទូរស័ព្ទគេមានទាំងពីការតម្លាក់ខ្ពស់តម្លាក់ទាបការកាច់កោងការមួលទូរស័ព្ទអីចឹងណាអញ្ចឹងវាក៏ជាឧបសគ្គមួយដែរសម្រាប់យើងដែលជាអ្នកទៅផលិតវីដេអូឬក៏ទៅថត vlog នៅនឹងដែលគោលដៅរបស់យើងគឺចង់ទៅថតនៅរោងចក្រនឹងឯងហើយនៅក្នុងវីដេអូហ្នឹងតិចទៀតខ្ញុំនឹងប្រាប់អ្នកនរគ្នាដែរនៅពេលដែលយើងជួបឧបសគ្គអញ្ចឹងតើយើងគួរបត់បែនរបៀបម៉េចនេះគឺជា Oppo A6 Pro ខ្ញុំចង់តម្លាក់ឲ្យអ្នកទាំងអស់គ្នាមើលផ្ទាល់ភ្នែកដែរដោយសារតែអត់បានថតអញ្ចឹងយើងមកតម្លាក់ទៅផ្ទះឥឡូវយើងតម្លាក់ទៀបមួយសិនអត់អីតម្លាក់មួយទៀតរៀងខ្ពស់តិច1 2 3ខ្ញុំអត់សូវចូលចិត្តថតវីដេអូតម្លាក់ទូរស័ព្ទទេអ្នកនរគ្នាអត់អីហើយសុំឲ្យខ្ពស់ជាងមុនតិចខ្ពស់ជាងខ្ញុំណាអ្នកនរគ្នាខ្ញុំ1.78 ហើយអត់អីចំណុចបន្ទាប់ការថត B-roll នេះបើពីដើមឡើយខ្ញុំគិតថាឲ្យតែវីដេអូហ្នឹងលយយកមកកាត់ដាក់ transition ចុះឡើងដាក់ភ្លេងដាក់អីទៅអាហ្នឹងវាជួយឲ្យវីដេអូយើងល្អមើលហើយប៉ុន្តែក្រោយពីធ្វើវីដេអូអស់ជាច្រើនឆ្នាំមកការគិតរបស់ខ្ញុំគឺផ្លាស់ប្ដូរអ្នកនរគ្នា B-roll ហ្នឹងគឺយើងចង់សម្ដៅទៅលើការថតអ្វីមួយដែលបង្ហាញពីទស្សនវិជ្ជាឬក៏កន្លែងដែលយើងមកជាក់ស្ដែងហ្នឹងប៉ុន្តែយើងព្យាយាមដាក់ប្លង់ឲ្យលយឲ្យស្អាតយើងចាប់ប្លង់ឲ្យល្អអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងមកយើងមានចំណុចខ្វះចន្លោះមួយចំនួនដែលយើងអត់បានរៀបរាប់ពីកន្លែងហ្នឹងឬក៏បង្ហាញពីកន្លែងហ្នឹងយើងអាចយក B-roll ហ្នឹងមកផ្គុំគ្នាហើយយើង voice over បានហើយការថត B-roll នេះអ្នកទាំងអស់គ្នាគ្រាន់តែផ្ដោតទៅលើប្លង់ដូចខ្ញុំធ្លាប់បង្ហាញច្រើនមកហើយគឺមានប្លង់ wide ប្លង់ medium ប្លង់ close detail shot POV
គ្រាន់តែបង្ហាញពីទស្សនវិជ្ជាទូទៅដែលយើងគិតថាកន្លែងណាស្អាតយើងចេះតែថតឲ្យទៅបានច្រើនទៅយើងយកមកយើងអាចយកមកឆ្នៃយកមក voice over យកមកផ្គុំធ្វើជាសាច់រឿងវីដេអូតាមក្រោយបានដូចខ្ញុំនិយាយចំណុចមុនអញ្ចឹងចំណុចបន្ទាប់ moment ឬក៏អនុស្សាវរីយ៍ដែលបានកើតឡើងកន្លែងនេះគឺជាចំណុចដែលសំខាន់បំផុតអ្នកនរគ្នាពេលខ្លះវីដេអូហ្នឹងវាមិនចាំបាច់ថាជាវីដេអូដែលល្អមើលសម្រាប់ fan របស់យើងក៏ដោយប៉ុន្តែបើសិនជាយើងបានចាប់យក moment ល្អពេលខ្លះវាអាចខ្លាចទៅជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់យើងវិញក៏ថាបានដែរអញ្ចឹងការថតគឺគ្រាន់ថាយើងធ្វើម៉េចឲ្យនៅជាមួយនឹងយើងហ្នឹងមានកាមេរ៉ាឬក៏ទូរស័ព្ទក៏ដោយត្រូវតែមានរបស់មួយដែល ready សម្រាប់លើកមកថតករណីខ្លះ moment ខ្លះគឺវាកាត់ឡើងភ្លាមយើងអាចដឹងទុកមុនបានទេដូចជាយើងមកដើរលេងទៅមានគ្នាយើងគាត់និយាយរឿងអីប្លែកគួរចាប់អារម្មណ៍អញ្ចឹងណា Vivo ហើយ content creator និយាយទៅ content ហ្នឹងបងបើយើងចង់ធ្វើគឺគិតអត់ចេញទេតែដល់ពេលយើងអត់ធ្វើដាក់ឃើញ អញ្ចឹងឥឡូវនេះគឺថាយើងចាប់បេសកកម្មទីម៉ានអត់ដឹង ទីច្រើនណាបង ទីច្រើនឥឡូវយើងត្រូវបន្តទៅរកបាយញ៉ាំ បាយញ៉ាំតាំងបានរបៀបខ្ញុំនិយាយមែនតា អូយដូចតួចិត្តដូចតួហុងកុងអូវ៉ាវនេះកន្លែងធ្វើតេស្តចំណាំងផ្លាតលោកប្រេកង់តេស្ត Wi-Fi សេវាទូរស័ព្ទអីចឹងខ្ញុំនិយាយតាមត្រង់តែទាំងអស់គ្នាវីដេអូយើងអាចដឹងមុនថាយើងនឹងបង្កើតសាច់រឿងទៅជាយ៉ាងណាប៉ុន្តែយើងព្យាយាមយក element ទាំងអស់ហ្នឹងគឺជាធាតុផ្សំដែលយើងអាចយកមកផ្គុំយកមកកែចេញជាសាច់រឿងបានហើយខ្ញុំប្រាប់អ្នកនរគ្នាតាមត្រង់សាច់រឿងពេលខ្លះគឺយើងបង្កើតតាមក្រោយនៅពេលដែលយើងកំពុងកាត់វីដេអូវិញឯងចំណុចបន្ទាប់ឧបសគ្គឬក៏បញ្ហាពេលដែលយើងធ្វើ content មិនថាយើងមាន plan ល្អយ៉ាងណាឬក៏យើងកំណត់ថាត្រូវតែថតនោះមិនដូចខ្ញុំប្រាប់អ្នកនរគ្នាអញ្ចឹងមិនដែរក៏នៅតែមានពេលខ្លះវាជួបបញ្ហាឧបសគ្គមួយចំនួនដែរដូចខ្ញុំមកកន្លែងនេះគឺជាគោលដៅសំខាន់មកមើលគេគុំក៏ដូចជាផលិតទូរស័ព្ទ Oppo នៅនឹងជាក់ស្ដែងតែម្ដងប៉ុន្តែខំត្រៀមហើយឥឡូវមកដល់គេឲ្យថតអញ្ចឹងពេលខ្លះតើយើងចេះបត់បែនដោយករណីហៅហៀងអញ្ចឹងមិញគាត់មកដល់គាត់ចាប់ដើមឆ្នៃរក content អីផ្សេងដើររជនជាតិចិនធ្វើមិត្តភ័ក្តិអីចឹងទៅអញ្ចឹងយើងឆ្នៃទៅតាមជាក់ស្ដែងយើងងំថា plan យើងដាក់មិនយើងធ្វើអញ្ចឹងរហូតអីអត់កើតទេតើបងអាចខ្លាចជាមិត្តភ័ក្តិខ្ញុំបានឬអត់ Can you be my friend Yes of course ប៉ុន្តែចំណុចនេះអ្នកនរត្រូវចាំថារាល់ឧបសគ្គឬក៏រាល់បញ្ហាវាតែងតែមានដំណោះស្រាយអានេះវាគឺជាចំណុចមួយដែលពេលខ្លះអ្នកមើលគាត់អាចរៀនសូត្រអ្វីបានចំណុចអ្វីមួយឬក៏ទទួលបានបទពិសោធន៍អីមួយពីបញ្ហាដែលយើងដាក់ចូលនៅក្នុងវីដេអូនោះដែរខ្ញុំចង់ឆ្លៀតពេលហ្នឹងនិយាយប្រាប់អ្នកទាំងអស់គ្នាបន្តិចដែរថាខ្ញុំក៏អត់នឹកស្មានថាខ្ញុំមានឱកាសបានមកប្រទេសចិនហ្នឹងដល់ទៅ2ដងដែរនៅក្នុងឆ្នាំហ្នឹងហើយនៅមានទៅប្រទេសផ្សេងទៀតហើយនៅមាន trip ដែលគេកំពុងតែចរចាជើញយើងទៅទៀតហើយខ្ញុំគិតថាទី1រួមចំណែកគឺដោយសារតែចាប់ផ្ដើមវីដេអូដំបូងទើបអាចឲ្យខ្ញុំមានអ្វីដែលខ្ញុំកំពុងមាននៅថ្ងៃហ្នឹងហើយមួយទៀតគឺការគាំទ្ររបស់អ្នកទាំងអស់គ្នាដែរខ្ញុំពេលខ្លះខ្ញុំមិននឹកស្មានថាអ្វីដែលខ្ញុំធ្វើទៅទទួលបានការចូលចិត្តការស្រឡាញ់គាំទ្រការសរសើរពីអ្នកទាំងអស់គ្នាទេហើយអាការដែលអ្នកទាំងអស់គ្នាទទួលស្គាល់ហ្នឹងហើយដែលធ្វើឲ្យក្រុមហ៊ុនគាត់ផ្សេងគាត់ជឿទុកចិត្តលើយើងអញ្ចឹងណាអញ្ចឹងគាត់ហៅយើងមកធ្វើការខ្ញុំពិតជាជំរុញទឹកចិត្តមែនតើអ្នកនរគ្នាបើសិនជាស្រឡាញ់វិស័យហ្នឹងគួរតែចាប់ផ្ដើមជាមួយអ្វីដែលយើងមានទៅចំណេះដឹងដែលខ្ញុំចែកម្លែកអ្នកនរគ្នាមួយចំណុច2ចំណុច3ចំណុចហ្នឹងពេលខ្លះយើងសាកល្បងយកវាទៅអនុវត្តទៅថាមិនត្រូវដែរយើងធ្វើមកវីដេអូ2វីដេអូយើងរកឃើញរសជាតិរបស់យើងជិះខ្លួនអ្នកនរគ្នាដើរមកដល់ចំណុចមួយដែលខ្ញុំកំពុងដើរនឹងដែរការមកទស្សនកិច្ចកន្លែងបច្ចេកវិទ្យាដ៏ធំបង្ហាញពីសង្វាក់ផលិតកម្មការធ្វើតេស្តគុណភាពភាពធន់បទពិសោធន៍ប្រើប្រាស់ការស្រាវជ្រាវសម្រាប់បច្ចេកវិទ្យាក្នុងពេលអនាគតបែបនេះប្រកាសណាស់ថាវាគឺជាទំនុកចិត្តមួយសម្រាប់ខ្ញុំក្នុងការនិយាយប្រាប់អ្នកទាំងអស់គ្នាអំពីផលិតផលរបស់ Oppo នៅថ្ងៃមុខប៉ុន្តែសម្រាប់ខ្ញុំចំពោះអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាការបង្ហាញនេះនឹងក្លាយទៅជាការជំរុញទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចាប់ដើមធ្វើអ្វីដែលខ្លួនស្រឡាញ់ហើយហ៊ានដាក់គោលដៅឲ្យខ្ពស់ថាមិនត្រូវអ្នកក៏អាចមានឱកាសដូចខ្ញុំដែរ